Và này sự stick hay chứ ngàyนี้យើងនឹងសិក្សាអំពីការគិតលេខជានេះតើតើមួយការ៉េនៃមួយចំនួនដែលមានតែលេខ1អញ្ចឹងឲ្យតែលេខ1លើកជាការ៉េយើងមានវិធីគិតលេខលឿនមែនតើទី1យើងឧទាហរណ៍ឲ្យដើម្បីឲ្យអ្នកនរគ្នាអាចវិភាគបានជាមួយគ្នាយើងមាន11ការ៉េខ្ញុំអាចបាន121ទី2 111ការ៉េហ្នឹងឲ្យតែមានតែលេខ1សុទ្ធគឺយើងអាចធ្វើបានវាទៅជា1 2 3 2 1អញ្ចឹងសំណួរសួរថានៅពេលខ្ញុំ1111លើកជាការ៉េនេះស្មើប្រមាណអញ្ចឹងអ្នកនរគ្នាអាចទីសាកមើលសិនអញ្ចឹងយើងមានវិធីដែលយើងអាចសិក្សាបានគឺយើងរាប់ចំនួនតួអញ្ចឹងលេខ1នេះមានចំនួន4ខ្ទង់អញ្ចឹងចម្លើយរបស់យើងគឺនឹង1 2 3ដល់លេខ4កាលណាមាន4ខ្ទង់គឺរត់ដល់លេខ4ហើយចុះមកវិញគឺ3 2 1អញ្ចឹងដូចគ្នាខាងលើដែរឧទាហរណ៍យើងមាន3ខ្ទង់គឺ1 2 3តមកចុះមក2 1វិញបាទអញ្ចឹងចុះខ្ញុំដាក់1គឺ1 1 1ចំនួន5ដងអញ្ចឹងចម្លើយវាស្មើប្រមាណអញ្ចឹងអ្នកនរអាចដាក់នៅក្នុង comment បាន